សួស្តីបងប្អូនទាំងអស់គ្នានេះដងមាសបងប្អូនចង់បានពូជអីនេះថតបង្ហាញតិចទៀតឯងឆុងដល់ឯងបាទហើយមិនថ្លៃទេណាបងប្អូនណាត្រូវការក៏កំងឲ្យទៅហើយវាដាំតែ3ឆ្នាំទេវាបានផលហើយហើយនេះគឺដងមាសណាបងប្អូនបាទដងមាសខ្ញុំថតបង្ហាញជូនបងប្អូនមិនខ្ពស់ទេដងនេះវាផ្លែច្រើនជ្រេកពេញដើមបាទហើយយើងមានពូជដងមាសនេះហើយនឹងដងខ្មែរដងក្អូបបងប្អូនត្រូវការដងមួយណាក៏កំងបានហើយតម្លៃដូចគ្នាដងមាសនេះក៏តម្លៃកូនដងមួយដើម 15,000 ដូចគ្នាហើយដងក្អូបក៏ 15,000 ដងខ្មែរក៏ 15,000 ដូចគ្នាបាទនេះគឺដើមសម្រាប់តែសម្រាំងក្នុងការទុកបដោះជូនបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នានេះមើលផ្លែដូងធំណាស់ហើយបងប្អូនជាទូទៅហៅផ្លែដូងធំនេះថាដូងកប៉ាល់តែវាឈ្មោះវាគឺដូងខ្មែរយើងទេគ្រាន់តែសាច់វាក្រាស់លលាវាធំផ្លែវាធំហើយថ្ងៃនេះខ្ញុំចង់បញ្យល់បងប្អូនបន្តិចថាដំណាំដូងពេលដែលបងប្អូនជ្រើសរើសដូងយកទៅដាំបងប្អូនឃើញតែការផ្សព្វផ្សាយមួយចំនួនបងប្អូនជឿតែបងប្អូនមិនបានដឹងថាប្រភពពូជនឹងមកពីណាយ៉ាងណាយ៉ាងណីទេតែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំលក់ពូជមានប្រភពត្រឹមត្រូវច្បាស់លាស់មានចំការសម្រាំងពូជដោយខ្លួនឯងបាទហើយដូងមួយផ្លែនេះទម្ងន់រហូតដល់6 គីឡូបាទអញ្ចឹងនៅខាងក្រោយខ្នងខ្ញុំនេះគឺដូងខ្មែរយើងហ្នឹងហើយប្រភេទសាច់ក្រាស់ទឹកច្រើនរលាធំហើយក៏អត់ខ្ពស់ប៉ុន្មានដែរដូងនេះវាចូលអាយុវាចូលជិត15 ឆ្នាំហើយប៉ុន្តែវាមិនខ្ពស់ណាស់ណាទេបាទវាទៅតែខ្ពស់ដល់ប៉ុណ្ណឹងអញ្ចឹងនេះបងប្អូនមើលផ្លែដូងខាងលើគឺជាប្រភេទផ្លែដូងដែលជ័យចាស់ហើយនឹងទុំវាធំខ្លាំងហើយវាផ្លែច្រើនក្នុងមួយធ្លាយអញ្ចឹងនេះជាដើមសម្រាប់យកផ្លែមកបដោះអត់លក់ខ្ចីទេបាទហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលកន្លែងដែលខ្ញុំបដោះកូនដូងក៏ដូចជាការបេះផ្លែដូងយកមកសម្រាំងធ្វើពូជជូនបងប្អូនបាទតោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទនេះគឺផ្លែដូងដែលយើងធ្វើការជ្រេវាសម្រាប់ដូងដែលយើងធំនេះគឺត្រូវຂ្នាតដែលយើងត្រូវការរៀបចំបដោះគឺយើងដាក់វាម្លែកបងប្អូនមើលខាងនេះជាប្រភេទផ្លែធំសាច់ក្រាស់ហើយខាងនេះគឺយើងដកចេញជាប្រភេទដូងដែលយើងត្រូវលក់ទៅកាន់ទីផ្សារសម្រាប់យកខ្ទិះសម្រាប់ធ្វើប្រេងដូងត្រជាក់គឺនេះខ្ញុំយកវាមកធ្វើប្រេងដូងត្រជាក់នេះគឺដំណើរការរៀបចំបដោះកូនដូងក្អូបណាបងប្អូនណាបាទកូនដូងក្អូបហើយវាមិនងាយបានកូនដូងមកដាំជូនបងប្អូនទេនេះវាដុះខ្លះហើយបាទដូងក្អូបចំនួនទី1ហ្នឹងគឺពូជស៊ីនហើយខាងនោះក៏ទឹករៀបចំការដាក់បដោះដែរមិនតាន់បានដោះទេបាទដោយសារកត្តាយើងរវល់ច្រើនមិនសូវបានថែទាំតែមិនអីទេឲ្យតែបងប្អូនកំងពួកខ្ញុំនឹងខ្នះខ្នែងក្នុងការធ្វើកិច្ចការនឹងផ្គត់ផ្គង់តាមអ្វីដែលបងប្អូនកំងចឹងបងប្អូនអាចជឿទុកចិត្តបានថានីណាឬអាយម៉ាន KH គឺលក់ពូជដំណាំគឺប្រកបដោយការទទួលខុសត្រូវខ្ពស់វិជ្ជាជីវៈដើម្បីលើកកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាយើងបាទនេះគឺប្រភេទដូងខ្មែរយើងដែរហ្នឹងបងប្អូនណាបាទវាមិនមែនជាដូងកប៉ាល់ទេប៉ុន្តែវាជាដូងខ្មែរធម្មតាបាទវាជាប្រភេទដូងដែលមិនធំដូចដូងជំរើសដែលខ្ញុំលក់ជូនបងប្អូនទេតែវាខ្ទិះវាច្រើនបាទទឹកក៏វាច្រើនសាច់វាល្អហើយវាក៏អត់ខ្ពស់ដែរបងប្អូនឆ្វែលមើលមកជុំទៅខាងនេះមានផ្លែទុំសម្រាប់នឹងត្រូវ
bách vô từ phơi prengបាទតែនេះមិនជាសម្រាប់ធ្វើពូជទេក៏បងប្អូនខ្លះអត់ដឹងបងប្អូនទិញបានតែដូងដែលគេយកអាដូងខ្នាតកដាលនេះមកបដោះឲ្យលក់កុហកបងប្អូនថាជាដូងកប៉ាល់ពិតវាមិនមែនជាដូងកប៉ាល់ទេអញ្ចឹងចំណុចសំខាន់មួយទៀតគឺខ្ញុំចង់បញ្យល់បងប្អូនឲ្យបានច្បាស់ថាទោះបីបងប្អូនឃើញដូងនេះមានផ្លែច្រើនវាទៀបឬក៏បងប្អូនស្រឡាញ់ហើយអ្នកផ្សព្វផ្សាយលក់ពូជដូងមួយចំនួនចេះតែថតបង្ហាញបងប្អូនទៅធិតពិតដូងខ្លះវាផ្លែច្រើនវាឃើញអ្វីដែលយើងឃើញនឹងយើងស្រឡាញ់ប៉ុន្តែវាមិនអាចយកមកធ្វើពូជបានទេបាទដោយសារអីដោយសារជួនកាលនៅក្នុងផ្លែដូងនឹងសាច់វាស្ដើងជួនកាលដូងនឹងមានជំងឺបាទហើយអ្វីដែលសំខាន់ជាពិសេសគឺដូងក្រអូបដូងក្រអូបมันអាចបងប្អូនថាដើមនឹងជាដើមដូងក្រអូបហើយខ្ញុំចង់ទៅទិញដូងនឹងយកមកបដោះធ្វើពូជដាំបានតាមបានមានផ្លែប៉ុន្តែវាលែងជារសជាតិក្រអូបទាំងសាច់ទាំងទឹកទៀតហើយវាคล้ายមានន័យថាវាជាចំនួន hybrid អញ្ចឹងគេត្រូវការពូជដូងដែលជាចំនួនទី1ដែលយើងកាច់ឫសកូនដូងហិតទៅគឺនៅមានលក្ខណៈក្រអូបអានឹងទៅយើងយកទៅដាំជាកូនដូងសម្រាប់ដាំដុះជាលក្ខណៈកសិដ្ឋានធំបានចឹងខ្ញុំចង់បញ្យល់ជូនបងប្អូនប៉ុណ្ណឹងហើយមានចម្ងល់ផ្សេងតាក់ទងទៅនឹងដំណាំដូងទាំងការបដោះដូងទាំងការរៀបចំដាំកូនដូងទាំងការថែទាំការពារខ្ញុងកញ្ចែកុំឲ្យស៊ីដូងក៏ទាំងការថែបំពន់ដូងឲ្យមានផ្លែចប់ជាប្រចាំយ៉ាងណាក៏បងប្អូនអាចតាក់ទងខ្ញុំតាម Telegram ឬក៏បងប្អូនត្រូវការកំងពូជដូងខ្មែរសាច់ក្រាស់ពលាធំហើយខ្ទិះច្រើនហ្នឹងក៏អាចកំងបានហើយបងប្អូនត្រូវការដាំដូងជាកសិដ្ឋានហើយខ្ញុំមានផ្ដល់សេវាចុះទៅជួយដាំហើយនឹងផ្គត់ផ្គង់ជីហើយនឹងពូជដូងបងប្អូនអាចតាក់ទងខ្ញុំបានអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រផលិតផលរបស់ខ្ញុំបាទមានកូនដូងមានជីកប៉ុស្តិ៍មានសាប៊ូអបសក់មានផលិតផលកសិកម្មមួយចំនួនទៀតដែលខ្ញុំចរាចរចេញលក់